លោកគូខេវិនថាប់ទាំងគំនូរសិល្បៈដើម្បីសន្តិភាពបង្ហាញពីការចងចាំអស់មួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរឈឺចាប់ដោយសារយោធាថៃឈ្លានពានខ្មែរលោកគូខេវិនបានយល់ឃើញថាទាំងគំនូរសិល្បៈដើម្បីសន្តិភាពប្រមូលផ្ដុំដោយវិចិត្រករខ្មែរដល់ទៅជាង60នាក់បានគូររូបភាពបង្ហាញពីការឈឺចាប់របស់ពលរដ្ឋយោធាខ្មែរត្រូវយោធាថៃឈ្លានពានលើប្រជាពលរដ្ឋកម្ពុជានៅលើទឹកដីសៀមរាបមិនត្រឹមតែធ្វើឲ្យខ្មែរតចំនួនចងចាំទង្វើដ៏ព្រៃផ្សៃរបស់ចៅសៀមប៉ុណ្ណោះទេប៉ុន្តែរូបភាពទាំងនេះបានធ្វើឲ្យសាធារណជនជាតិអន្តរជាតិចូលរួមទស្សនាហើយចូលរួមថ្កោលទោសពួកចៅក្រតកម្មសង្គ្រាមសៀមដែលឈ្លានពានខ្មែរព្រោះខ្មែរត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេលោកគូខេវិនបានថ្លែងនៅថ្ងៃទី30ខែធ្នូថាប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ត្រូវឆេះផ្ទះសម្បែងហិនហោចទ្រព្យសម្បត្តិបង្ខំចិត្តចាក់ចោលភូមិស្រុកដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទីហ៊ានចៅសៀមស្ត្រីខ្លាចជាស្ត្រីមីម៉ាយកូនក្មេងប្រុសស្រីខ្លាចជាក្មេងកំព្រាចាស់ជរាបាត់បង់កូនចៅនារីក្រមុំត្រូវពួកគេចាប់រំលោភវត្តអារាមសាលារីនិងទីសក្ការៈបូជាខ្ទេចខ្ទីដោយសារការបាញ់ប្លង់ទម្លាក់គ្រាប់បែកពីលើអាកាសទៅលើទីតាំងជនស៊ីវិលបណ្ដាលឲ្យស្លាប់និងរបួសប្រជាជនខ្មែរជាច្រើនអ្នកឲ្យរងទុក្ខវេទនាបំផុតវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូការពារទឹកដីត្រូវពលីពីការអស់មួយជីវិតគ្រូសាបាត់បង់ទីពឹងមហាសោកនាដកម្មដ៏សែនខ្លោចផ្សានិងឈឺចាប់នេះត្រូវបានបង្ហាញឡើងវិញនិងធ្វើឲ្យចងចាំអស់មួយជីវិតត្រូវបានវិចិត្រករជាង60នាក់មកពីបណ្ដាខេត្តក្រុងនានារួមគ្នាប្រឌិតស្ថានឡើងជាផ្ទាំងគំនូរដ៏ធំតាំងនៅខេត្តសៀមរាបសូមសាធារណជនជាតិអន្តរជាតិអញ្ជើញចូលរួមទស្សនានិងចូលរួមថ្កោលទោសពួកចៅក្រតកម្មសង្គ្រាមសៀមដែលឈ្លានពានខ្មែរប្រជាជនខ្មែរស្រឡាញ់សន្តិភាពប្រជាជនខ្មែរគឺឈឺចាប់ដែលត្រូវសៀមឈ្លានពានយ៉ាងអយុត្តិធម៌គូបញ្ជាក់ផងដែរថាផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពមានកម្ពស់5ម៉ែត្របណ្ដោយ30ម៉ែត្រប្រមូលផ្ដុំដោយវិចិត្រករចំនួន60នាក់គូសពីរូបភាពសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបង្កដោយយោធាសៀមលើកទី1កាលពីខែកក្កដាឆ្នាំ2025និងលើកទី2កាលពីដើមខែធ្នូឆ្នាំ2025ដែលធ្វើឲ្យជនភៀសសឹករាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានហើយវរៈកងទ័ពកម្ពុជានិងជនស៊ីវិលកម្ពុជាមួយចំនួនបានពលីនិងស្លាប់ដោយសារយោធាសៀមទាំងគំនូរនេះបង្ហាញពីកម្ពុជាត្រូវការសន្តិភាពហើយប្រជាជនចង់វិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាពលោកខេវិនថាផ្ទាំងគំនូរនេះនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរតជំនាន់ចងចាំពីការឈ្លានពានរបស់យោធាសៀមលើខ្មែរជំរាបជូនផងដែរថាម្លងផ្ទុះសង្គ្រាមយោធាសៀមបើការឈ្លានពានលើព្រំដែនខ្មែរជាលើកទី2នេះលោកគូខេវិនក៏បានបង្កើតមូលនិធិសប្បុរសធម៌ដើម្បីទ្រទ្រង់ឧបត្ថម្ភវរៈយុទ្ធជននិងជនភៀសសឹកស្ដែងឲ្យឃើញពីស្មារតីខ្មែរតែមួយដែលលោកនិងសិល្បករបានចូលរួមទទួលថវិកានិងសម្ភារៈពីសប្បុរសជននៅទីតាំងដូចជាផ្សារសំហាន់ Walk Street ភ្នំពេញ Pub Street សៀមរាបក្រុងកំពង់សោមនិងខេត្តកោះកុងជាដើមលោកគូខេវិននិងសិល្បករនីជាច្រើនដែលធ្វើសប្បុរសធម៌ក៏បាននាំយកអំណោយមានដូចជាថវិកានិងសម្ភារៈមួយចំនួនជូនដល់វរៈកងទ័ពដែលសម្រាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជិត100គ្រួសារផងដែរកាលពីថ្ងៃទី27ខែធ្នូពលគឺជាថ្ងៃដែលភាគីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់72ម៉ោងដែលបានចូលជាធរមានតាំងពីម៉ោង12ថ្ងៃត្រង់លោកថាបេះដូងវរៈកងទ័ពការពារព្រំដែនពិតជាធំធេងសម្រាប់ប្រជាជនខ្មែរហេតុនេះលោកនិងសិល្បករនីពេញចិត្តក្នុងការធ្វើការងារសប្បុរសធម៌មួយនេះដើម្បីសម្រាលការលំបាករបស់ពួកគាត់បានមួយផ្នែកតូច